រៀបសួរសួស្តីបងប្អូនអ្នកគ្នាបាទថ្ងៃនេះនិយាយរឿងបដាលមួយតែមិនមែននិយាយរឿងបដាលវ័យគ្នាគាត់ថាបដាលគឺបងប្រុសពេជ្រសម្បត្តិគាត់លើកយកគាត់មកដោយសារតែគាត់អ្នកស្រុកភូមិជាមួយខ្ញុំដែរទេបាទគឺហើយខ្ញុំទើបស្គាល់គាត់ទេគាត់ក្មេងក្រោយដល់ស្គាល់ពេលដែលគាត់ចូលមកវាយនៅចូលមកហាត់នៅក្លឹបលោកគ្រូពេជ្រផាន់ហ្នឹងក៏ស្គាល់ថាពេជ្រសម្បត្តិមានប្រវត្តិមកពីខាងឃុំពងក្រងស្រុកបាសែតខេត្តកំពង់ស្ពឺគាត់រៀននៅវត្តពោនៅម្ដុំចិត្តផ្លូវជាតិលេខ3ដែរទេប្រហែលជា2-3គីឡូពីផ្លូវជាតិលេខ3អញ្ចឹងម្ដុំនឹងខ្ញុំដែរទេគាត់តែងតែផ្ដល់នៅសណ្ដានចិត្តល្អនៅកន្លែងដែលគាត់ធ្លាប់រៀននៅវត្តពោហ្នឹងបាទគឺកន្លែងដែលគាត់ធ្លាប់សិក្សារៀនសូត្រអញ្ចឹងមិនថាជាអ្នកបដាល់ឬក៏តារាចម្រៀងតារាបង្ហាញម៉ូដឬក៏តារាល្បីទេគឺពេលដែលយើងមានធនធានហើយយើងកុំភ្លេចកន្លែងដែលយើងធ្លាប់សិក្សារៀនសូត្រកន្លែងដែលយើងធ្លាប់បណ្ដុះបណ្ដាលធ្លាប់ទទួលបានចំណេះដឹងអីហ្នឹងយើងគួរតែផ្ដល់ទៅក្មេងជំនាន់ក្រោយបាទទីមួយគឺជាការផ្ដល់គំរូល្អទីមួយជាការបណ្ដុះឲ្យមានសម្ភារៈឬក៏ការសិក្សាសង់អីមួយដើម្បីជាក្មេងជំនាន់ក្រោយវាជាគំរូល្អសម្រាប់អ្នកជំនាន់ក្រោយហើយក៏ស្គាល់ដឹងនៅថាយើងជាអ្នកដែលមានសន្តានចិត្តល្អមិនភ្លេចអ្វីដែលជាកន្លែងដែលផ្ដល់កំណើតផ្ដល់ចំណេះដឹងឲ្យយើងហើយក៏មានអ្នកលេងបណ្ដាញសង្គមគាត់ចូលចិត្តច្រើនឃើញមានការចែករំលែកនៅអ្វីល្អៗហើយអ្នកផ្សេងទៀតក៏មានដែរអ្នកអុកញ៉ាភិសវត្តអុកញ៉ាខេមរៈសេរីមុនឬក៏តារាចម្រៀងតារាសម្ដែងផ្សេងច្រើនគាត់តែងតែផ្ដល់ជំនួយឬក៏សាងសង់អ្វីមួយសម្រាប់ក្មេងៗជំនាន់ក្រោយនៅកន្លែងដែលគាត់ធ្លាប់រៀនសូត្រកន្លែងដែលគាត់ធ្លាប់ទទួលបានចំណេះដឹងសម្រាប់ក្មេងៗជំនាន់ក្រោយដូចគ្នាបាទ